នេះគឺជាការពិតដ៏គួរឲ្យចាប់អារម្មណ៍ទាំង9យ៉ាងដែលអ្នកទាំងអស់គ្នាអាចនឹងមិនទាន់បានដឹងអំពីការហែលទឹកមុននឹងចូលដល់វីដេអូកុំភ្លេចធ្វើការចុច follow ទៅកាន់ TikTok page របស់មុខស្លាងអ្នកទឹក1ម៉ែត្រដើម្បីទទួលបាននូវព័ត៌មានប្លែកៗថ្មីៗទាក់ទងទៅនឹងការហែលទឹកទី1ការហែលទឹកគឺជាកីឡាមួយនៅក្នុងចំណោមកីឡាដែលមានវ័យចំណាស់ជាងគេបំផុតការហែលទឹកគឺត្រូវបានគេជឿថាមានដើមកំណើតតាំងពីសម័យអេស៊ីបបុរាណមកម្ល៉េះដែលផុសតាងជាច្រើនត្រូវបានគេរកឃើញជាប្រភេទរូបចម្លាក់នៅក្នុងរូងភ្នំសម័យបុរាណទី2ការប្រកួតហែលទឹកដែលត្រូវបានគេកត់ត្រាលើកដំបូងបំផុតគឺនៅក្នុងប្រទេសជប៉ុនធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាហែលទឹកតាំងពីដើមសតវត្សទី1មកម្ល៉េះទី3ក្បាច់ហែលទឹកដែលលឿនជាងគេបំផុតគឺក្បាច់ freestyle ឬក៏ខ្មែរយើងហៅថាហែលសេរី freestyle គឺជាក្បាច់មួយនៅក្នុងចំណោមក្បាច់ដទៃទៀតដែលមានប្រជាប្រិយភាពខ្លាំងបំផុតហើយវាក៏ជាក្បាច់មួយដែលមានលឿនជាងគេបំផុតបើប្រៀបធៀបជាមួយនឹងក្បាច់ហែលទឹកផ្សេងៗទី4លោកអ្នកអាចធ្វើការដុតកាឡូរីបានចន្លោះពី500ទៅ700កាឡូរីនៅក្នុងការហែលទឹក1ម៉ោងដោយផ្អែកទៅលើក្បាច់ហែលនីមួយៗបើប្រៀបធៀបជាមួយនឹងការរត់រយៈពេល1ម៉ោងការហែលទឹកគឺពុំមានការឈឺសន្លាក់នោះទេទី5ការហែលទឹកក៏ធ្វើយើងបែកញើសដែរគ្រាន់តែយើងមើលមិនឃើញដោយសារតែញើសត្រូវបានលាយឡំជាមួយនឹងទឹកមានមនុស្សជាច្រើនយល់ច្រឡំថាការហែលទឹកគឺបំបែកញើសនោះទេតែការកាត់នេះគឺខុសទាំងស្រុងតែពេលដែលបងប្អូនបញ្ចប់ការហែលហើយអង្គុយស្ងៀមពេលនោះរាងកាយរបស់យើងនឹងបញ្ចេញនូវចំហាយក្តៅចេញពីក្នុងខ្លួនមកដែលនេះគឺជាសញ្ញាបញ្ជាក់ថាបងប្អូនកំពុងតែបញ្ចេញនូវជាតិញើសទី6 Michael Phelps គឺជា legendary មួយរូបនៅក្នុងវិស័យកីឡាហែលទឹក Michael Phelps គឺជាកីឡាករហែលទឹកជនជាតិអាមេរិកមួយរូបដែលបច្ចុប្បន្ននេះគាត់មានអាយុ39ឆ្នាំគាត់គឺជាកីឡាករអូឡ িম্প ិកដែលទទួលបាននូវភាពជោគជ័យសឹងតែគ្រប់ការប្រកួតជាមួយនឹងមេដាយសរុបរបស់គាត់រហូតដល់ទៅ28គ្រឿង Michael Phelps ក៏ជាម្ចាស់កំណត់ត្រាមេដាយមាសច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡ িম্প ិកក៏ដូចជាព្រឹត្តិការណ៍ប្រកុលពលគឺគាត់មានមេដាយមាសរហូតដល់ទៅ23គ្រឿងគួរសោកស្ដាយបច្ចុប្បន្ននេះ Michael Phelps បានចូលនិវត្តន៍តាំងពីឆ្នាំ2016មកម្ល៉េះបន្ទាប់ពីបញ្ចប់នៅការប្រកួតកីឡាអូឡ িম্প ិកនៅឆ្នាំ2016នៅក្នុងទីក្រុងរីយ៉ូប្រទេសប្រេស៊ីលដែលកាលនោះគាត់ទើបតែមានអាយុ31ឆ្នាំប៉ុណ្ណោះទី7ទឹកអាចជួយទ្រទម្ងន់របស់មនុស្សបានទឹកគឺពិតជាអាចជួយទ្រទម្ងន់របស់មនុស្សបានប៉ុន្តែក៏ផ្អែកទៅលើលក្ខខណ្ឌមួយចំនួនផងដែរឧទាហរណ៍ដូចជាមនុស្សអាចអណ្ដែតនៅក្នុងទឹកបានដោយសារតែកម្លាំង Buoyancy គឺជាកម្លាំងឡើងលើដែលបញ្ចេញដោយអង្គធាតុរាវគឺទឹកហ្នឹងបាទទៅលើវត្ថុដែលលេចចូលទៅក្នុងនោះហើយនេះហើយគឺជាមូលហេតុដែលយើងអាចឃើញមនុស្សមួយចំនួនគាត់អាចបដែតខ្លួនបាននៅលើអាងទឹកឬក៏នៅលើផ្ទៃសមុទ្រការហែលទឹកគឺជួយបង្កើននូវក្រុមសាច់ដុំសំខាន់ៗនៃរាងកាយការហែលទឹកគឺជាចលនាហាត់ប្រាណពេញរាងកាយមួយដែលចលនានេះដែរគឺជួយទៅបង្កើននូវក្រុមសាច់ដុំសំខាន់ៗរបស់រាងកាយដូចជាដៃជើងខ្នងក៏ដូចជាស្មាជាដើមអាងទឹកដែលជ្រៅជាងគេបំផុតនៅក្នុងពិភពលោកគឺមានឈ្មោះថា Deep Dive Dubai ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Dubai ដែលអាងទឹកនេះដែរគឺមានជម្រៅរហូតដល់ទៅ60ម៉ែត្រជាមួយនឹងការដេគ័រប្លែកៗនៅក្នុងអាងទឹកនេះ